បាទជំរាបសួរហ្វេនជាងអត់ទាំងអស់គ្នាថ្ងៃនេះអត់មានអីទេចង់បង្ហាញគ្រឿងម៉ាស៊ីនHino P11C អានឹង P500 បាទនេះជាស្តង់របស់វាយើងត្រូវរៀបចំបញ្ចូលវាវិញបាទហើយនេះជាវលកាំងរបស់ Hino P11C ម៉ាស៊ីន500ហ្នឹងដែរនឹងវលកាំងយើងទិញមកបោះជុះបោះវាបាក់វលកាំងយើងប្រើយើងអត់ហ៊ានទិញថ្មីបោះចិនបោះតៃវ៉ាន់អីទេយើងខ្លាញ់លោថាសាច់បោះចិនតៃវ៉ាន់អីហ្នឹងវាផុយបើវាមិនបាក់ទេក៏វាអាចស៊ីលឿនសឹកលឿនអញ្ចឹងយើងអត់ហ៊ានប្រើវាទេយើងឲ្យចាស់គាត់ចាស់ឡានហ្នឹងយើងណែនាំឲ្យចាស់ឡានប្រើបោះជុះនេះបោះជុះយើងទិញពីភ្នំពេញមកដល់ទេបាទអញ្ចឹងយើងណែនាំឲ្យគាត់ប្រើបោះជុះស្តង់ដាបាទជុះហើយវានៅស្តង់ដាយើងយកមកយើងចនតារាវាបន្តិចបន្តួចឲ្យវារលោងស្អាតបន្តិចទៅយើងចាត់ប្រើបានបាទហើយនេះជាស៊ីឡាំងរបស់វាដែរស៊ីឡាំងរបស់ Hino P11C ម៉ាស៊ីន500នឹងដែរហើយយើងបាក់វលកាំងទៅវាបោវាស៊ីទាំងប៉ាយេវាស៊ីទាំងប្រឡោះប៉ាយេវាអញ្ចឹងយើងត្រូវការលុបធ្វើថ្មីវាអស់លុយច្រើនដែរអញ្ចឹងយើងទិញស៊ីឡាំងនឹងមកវាតម្លៃវាសមរម្យនឹងយើងប្រើបានតែយើងដូរស៊ីឡាំងថ្មីបាទដូរស៊ីឡាំងថ្មីដែរដើម្បីយកមកយើងរៀបចំវាព្រោះតកាលណាម៉ាស៊ីនវាបាក់វលកាំងវាខូចទាំងស៊ីឡាំងបើយើងធ្វើស៊ីឡាំងទៅវាអស់400ជាង300-400ជាងទៅហើយយើងមិនបាច់ធ្វើវាទេបើថាអស់ត្រឹម100ជាងអីយើងធ្វើវាទៅវាអស់លុយតិចដែរអញ្ចឹងណាតែដល់ពេលយើងគុណគូតម្លៃទៅវាខូចប៉ាយេហ្នឹងដល់ទៅ5-6ប្រឡោះអញ្ចឹងបើយើងលុបមួយប្រឡោះវាអស់$45អញ្ចឹងយើងគុណលុយទៅវាអស់លុយច្រើនដែរអញ្ចឹងបានយើងណែនាំឲ្យម្ចាស់គាត់ហ្នឹងឡើងទៅរកទិញស៊ីឡាំងថ្មីតែម្ដងស៊ីឡាំងថ្មីនេះមិនមែនថ្មីចេញពីរោងចក្រមកទេអានេះវាថ្មីដូចថាស៊ីឡាំងវាជុះបាទវាស៊ីឡាំងវាជុះតែការប្រើប្រាស់គុណភាពប្រើប្រាស់របស់វាយើងទុកចិត្តបានជាងស៊ីឡាំងថ្មីព្រោះស៊ីឡាំងថ្មីវាប្រភេទសិតតែយើងជាគ្រឿងបន្លាស់ដែលវាផលិតនៅចិនណាវាមិនមានគ្រឿងផលិតនៅជប៉ុនមកទេថ្មីអញ្ចឹងវាមានតែបោះផលិតនៅចិនទីផ្សារចិនវាធំទលាយអញ្ចឹងសេវាវាធូរថ្លៃតែការប្រើប្រាស់របស់យើងក៏វាมันល្អដូចដែលយើងទិញជជុះដែរអញ្ចឹងទើបយើងណែនាំឲ្យគាត់ទិញរបស់ជជុះនេះមកបាទហ្នឹងហើយអញ្ចឹងយើងទិញមកដើម្បីយើងរៀបចំម៉ាស៊ីន P11C នេះដំឡើងទៅវិញហើយយើងប្រើប្រាស់វាមានទំនុកចិត្តជាងយើងប្រើប្រាស់របស់ថ្មីដែលជារបស់ចិនស្ទើរគុណភាពណាសម្បីតែគូសនេប៉ាយេវាក៏យើងអត់ចូលរបស់ថ្មីដាក់ដែរវាមានជាប់តជុះរបស់វាមកឈុតរបស់វាមកនេះតជុះរបស់វាស្អាតដែរអញ្ចឹងយើងអត់ពិបាកបដូរវាចេញទេគេឲ្យមកទាំងអស់ហ្នឹងអញ្ចឹងយើងរៀបបោះស៊ីនបោះជាប់ម៉ាស៊ីនវាមកបដ ாய் ព្រោះគូសនេប៉ាយេវាមិនមែនបោះថ្មីទេអានេះវាលេខកូដវាចេញពីរោងចក្រវាមកតែម្ដងអញ្ចឹងយើងប្រើតែម្ដងដូចគូសនេវាក៏វានៅប្រើបានដែរគូសនេវាស្អាតនៅប្រើបានដែរអញ្ចឹងយើងក៏សម្រាប់ឲ្យយើងមិនទិញថ្មីទេសុខចិត្តប្រើជុះរបស់វាទៅណាអរគុណ